ប្រកបជាបានស្គាល់នៅប្រភេទយន្តហោះចម្បាំងមួយប្រភេទដែលកងទ័ពរបស់សៀមបានប្រើប្រាស់សម្រាប់វាយប្រហារមកលើកម្ពុជារបស់យើងថ្ងៃនេះខ្ញុំនឹងលើកយកអំពីសមត្ថភាពលម្អិតរបស់វាមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់យន្តហោះចម្បាំង JAS 39 Gripen គឺជាយន្តហោះដែលកងទ័ពភូមិន្ទរបស់សៀមបានប្រើប្រាស់គឺជាប្រភេទយន្តហោះចម្បាំងពហុបំណងដ៏ទំនើបបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងវាត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sharp នៃប្រទេសស៊ុយអែតទាំងនេះគឺជាសមត្ថភាពដែលធ្វើឲ្យ Gripen របស់សៀមមានឥទ្ធិពលមួយប្រព័ន្ធតភ្ជាប់ទិន្នន័យនេះគឺជាចំណុចដ៏ខ្លាំងបំផុតរបស់ថៃបានបង្កើតប្រព័ន្ធ Data Line ដោយផ្ទាល់ខ្លួនហៅថា Line T ដែលអនុញ្ញាតឲ្យ Gripen អាចចែករំលែកព័ត៌មានគោលដៅរបស់សត្រូវជាមួយនាវាចម្បាំងនិងរ៉ាដានៅលើដីក្នុងពេលជាក់ស្ដែងធ្វើការងារជាក្រុមជាមួយយន្តហោះបញ្ជា Sharp 340 ARI ដែលថៃមានដើម្បីមើលឃើញសត្រូវពីចម្ងាយមុនពេលសត្រូវឃើញខ្លួនពីអាវុធមហាប្រឡាយ Gripen របស់សៀមអាចបំពាក់មីស៊ីលដែលបាញ់បានឆ្ងាយហួសកន្ទុយភ្នែកដូចជាមីស៊ីល Mateo គឺជាប្រភេទមីស៊ីលអាកាសទៅអាកាសដ៏ល្អបំផុតមួយនៅក្នុងโลกដែលអាចដេញបាញ់គោលដៅបានចម្ងាយឆ្ងាយជាង100គីឡូម៉ែត្រ RBS 15F មីស៊ីលប្រឆាំងនាវាចម្បាំងដែលធ្វើឲ្យ Gripen ក្លាយជាការគំរាមកំហែងខ្លាំងសម្រាប់កម្លាំងជើងទឹក 3. ភាពរហ័សរហួននឹងការបំបាំងកាយស្រាលទំហំតូច Gripen មានរូបរាងទូជាង F16 ឬ Su-30 ដែលធ្វើឲ្យរ៉ាដាសត្រូវពិបាកចាប់សញ្ញាការចុះចតវាអាចចុះចតនិងហោះឡើងនៅលើផ្លូវធម្មតាបានដូចជាផ្លូវប្រភេទខ្លីៗដែលមានប្រវែងត្រឹមតែ500ទៅ800ម៉ែត្រប៉ុណ្ណោះនេះមានន័យថាទោះបីជាព្រលានយន្តហោះត្រូវសត្រូវកំទេចក៏ Gripen នៅតែអាចហោះចេញពីផ្លូវជាតិបានដែរទោះជាយ៉ាងណាក៏ដោយក៏ប្រទេសកម្ពុជារបស់យើងបានពង្រឹងការការពារខ្លួនបាទតាមរយៈការពង្រឹងលើសមត្ថភាពមីស៊ីលការពារដែនអាកាសពីដីទៅអាកាសដើម្បីប្រឆាំងជាមួយនឹងប្រភេទយន្តហោះល្បឿនលឿនទាំងនេះចំពោះប្រទេសអ្នកជិតខាងយើងមិនថាខាងលិចខាងកើតគឺសុទ្ធសឹងតែជាប្រទេសដែលមានយន្តហោះចម្បាំងរៀងៗខ្លួនសង្ឃឹមថារាជរដ្ឋាភិបាលរបស់យើងនឹងពង្រឹងសមត្ថភាពលើយន្តហោះចម្បាំងដើម្បីឲ្យប្រទេសជិតខាងរបស់យើងមានភាពខ្លាចរអាខ្លះកុំឲ្យគេបានចិត្តនិងមើលងាយយើងបន្តទៀតចំពោះវីដេអូនេះតើបងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមវីដេអូអរគុណច្រើន